គិតទៅពេលវេលាពិតជាលឿនមែនតើអូនឥឡូវណាថ្ងៃនេះគឺគាត់បាន4ខែហើយហើយថ្ងៃហ្នឹងដែរក៏ជាថ្ងៃដែលអូនត្រូវចាក់វ៉ាក់សាំងដែរនៅអាមេរិកនេះគឺ2ខែត្រូវយក baby ទៅចាក់ម្ដងអញ្ចឹងលើកនេះគឺអូនចាក់ជាលើកទី2ហើយដោយសារអូនថ្ងៃហ្នឹងគឺបាន4ខែគត់មកនិយាយទៅអូនឥឡូវណាគឺគាត់កើតនៅថ្ងៃ Mother Day ខែ5ថ្ងៃទី11ខ្ញុំ surprise ខ្លាំងមែនតើហើយអូនឥឡូវណារាប់តាំងពីអូនកើតមកម្ដងឥឡូវហ្នឹងគឺគាត់សុខភាពល្អមែនតើហើយអូនក៏អត់ចេះរករឿងកិច្ចកកាចច្រើនដែរនិយាយទៅហើយឥឡូវហ្នឹងគឺអូនក៏ផ្លែច្រើនដែរដោយសារគីឡូក៏ឡើងហើយឥឡូវហ្នឹងគឺអូនចេះស្រែកលឺទៀតហើយអីដែលពិសេសនោះគឺជួយចិត្តទៀមទាចំណាប់អារម្មណ៍ម៉ាមីប៉ាប៉ាណាដោយសារអីអូនកាន់តែធំអញ្ចឹងគេចង់ឃើញនេះឃើញនោះអញ្ចឹងណាចឹងហើយអត់ចង់គេនឹងមកកន្លែងទេចង់ឲ្យតាខ្ញុំហើយនឹងប៉ាប៉ាគេនឹងពក៏ពាក្យដើរទៅនេះទៅនោះរហូតអញ្ចឹងកុំឲ្យបងប្អូនខេតពេលយូរតោះអញ្ចឹងតើមើលទស្សនវិជ្ជាអូនឥឡូវនេះទៅចាក់វ៉ាក់សាំង4ខែទាំងអស់គ្នាហើយនេះដែរគឺយើងបានមកដល់ពេទ្យហើយបងប្អូននិយាយទៅពេទ្យគេនេះធំណាស់បងប្អូននេះគឺខ្ញុំមកចំណតទី2ទេដោយសារតាចំណតទី1នោះចូលមកគឺរៀងឆ្ងាយពីកន្លែងខាងកុមារខាង baby នឹងនិយាយទៅពេទ្យគេមានតាមផ្នែកមួយខាងស្ត្រីខាងមនុស្សចាស់ខាងប៉ាម៉ាស៊ីលក់ថ្នាំខាងកូនក្មេងគេចែកដាច់ពីគ្នាអញ្ចឹងណាហើយមួយវិញទៀតនៅខាងលើហ្នឹងក៏រៀងស្រួលដែរដោយបងប្អូនឃើញនៅក្នុងវីដេអូជាក់ស្ដែងអញ្ចឹងខ្ញុំគ្រាន់តែចេញពីចំណតឡានមកបន្តិចហ្នឹងគឺអូនទៅដល់ក្នុងពេទ្យបារីអញ្ចឹងធ្វើឲ្យខ្ញុំហើយនឹងប៉ាប៉ាក៏ងាយស្រួលដែរដោយសារតាថ្ងៃហ្នឹងគឺមករៀងអត់ចង់ឲ្យឡែតចឹងណាមករៀងមុនជាស្ដែងអូនឥឡូវណាត្រូវណាត់ដុកទ័រគាត់ហ្នឹងគឺម៉ោង 10:50 នាទីប្រូគេប៉ុន្តែដោយសារចិត្តជាម៉ាមីនេះចង់យកអូនមកឆាប់ព្រោះការចាក់វ៉ាក់សាំងរបស់ baby ហ្នឹងគឺវាពិតជាសំខាន់ខ្លាំងមែនទែនគឺជួយទៅដល់គាត់ណាបង្ការជំងឺផ្សេងអញ្ចឹងទៅអញ្ចឹងហើយខ្ញុំត្រូវតែរូតរះងើបពីផឹកដើម្បីរៀបចំអូនយកមកពេទ្យហើយនេះអូនមកកតុបកន្លែងរងចាំហើយមុនហ្នឹងគឺខ្ញុំត្រូវ check in មុនធម្មតាពេទ្យនៅនេះទោះបីជាយើងណាត់អភ័យខ្ញុំមិនហើយប្រហែលក៏ដោយត្រូវដល់ថ្ងៃយើងត្រូវជួបពេទ្យជួបដុកទ័រគឺត្រូវតែ check in មុនបើមិនជាយើងអត់ check in ទេយើងអត់បានទៅជួបដុកទ័រទេហើយមកមើលមុខអ្នកចាក់វ៉ាក់សាំងបងប្អូនអើយស្រស់ស្រាយមែនតើពេលហ្នឹងក៏រៀងអាណិតកូនផងមិនដឹងថាធ្វើមិនទេបងប្អូនអើយធម្មតាកូនក្មេងគឺត្រូវតែចាក់វ៉ាក់សាំងឲ្យគាត់ចឹងហើយមើលថ្មីកន្លងកុំឃើញចឹងណាបងប្អូនពេលដែលចាក់វ៉ាក់សាំងស្រែកលឺណាធម្មតាបងប្អូនអើយមកចូលចាក់សាច់ណាសំបីតែមនុស្សធំយើងនឹងក៏ឈឺដែរចុះទំអមកូនក្មេងគ្នាអត់ចេះនិយាយដឹងតែស្រែកទេកាលអូនចាក់វ៉ាក់សាំងលើកទី1នោះខ្ញុំអារម្មណ៍មែនតើដោយសារអូនទូចហើយអូនអត់តន់សមជាមួយថ្នាំពេទ្យចឹងខ្ញុំខ្លាចអូនក្តៅខ្លួនមែនតើប៉ុន្តែផ្លាច់មែនតើបងប្អូនកូនស្រីខ្ញុំគាត់ចាក់វ៉ាក់សាំងហើយគឺអត់មានក្តៅខ្លួនអីទេគាត់រៀងយំតិចតួចដែរនៅពេលដែល
គាត់ភ្ញាក់ពីគេងទៅធម្មតាកូនក្មេងគាត់លេងដៃជើងគាត់ហើអញ្ចឹងណាពេលដែលគាត់ក្រើកជើងទៅប៉ះជើងដែលកន្លែងចាក់ថ្នាំហ្នឹងគឺគាត់រៀងយំតិចតួចទេបន្ទាប់មកដាក់ឲ្យមុំឲ្យគេងធម្មតាហើយមកចាក់លើកទី2នេះក៏ដូចគ្នាដែរបងប្អូនពេលចាក់ហ្នឹងគឺគាត់យំតែមួយផ្លែតហ្នឹងឯងរហូតមកដល់ឥឡូវហ្នឹងក៏អត់មានក្តៅខ្លួនអត់មានលេដែរដោយសារអូនឥឡូវណាចាក់វ៉ាសែងតាំងពីព្រឹកក៏ហើយខ្ញុំធ្វើវីដេអូនេះគឺរៀងល្ងាចសៀលដែរឯងម៉ោង7ខ្ញុំទៅការងុយទឹកឲ្យអូនហើយឲ្យអូនមុំគេអញ្ចឹងណាហើយអូនក៏អត់តន់មានប្រតិកម្មអីដែលធ្វើឲ្យយើងបារម្ភដែរចឹងហើយចិត្តជាម្ដាយគេគឺសប្បាយរីករាយមែនតើហើយនិយាយទៅពេលឃើញកូនមានសុខភាពល្អអញ្ចឹងមានអីសប្បាយចិត្តជាងឃើញកូនសុខភាពល្អទេបងប្អូនហើយខ្ញុំចែករំលែកខាងលើហ្នឹងគឺមិនមែនជាខ្ញុំអ្នកជំនាញខាងកូនក្មេងអីទេដោយសារតាម៉ាមីខាងនេះគឺម៉ាមីថ្មីថ្មោងបងប្អូនអញ្ចឹងហើយក៏ខ្ញុំកំពុងតែរៀនផងអីផងដែររៀនហ្នឹងមានរៀនអីបងប្អូនរៀនពីរបៀបមើលថែ baby ធ្វើមិនឲ្យគាត់សុខភាពល្អឲ្យគាត់វៃឆ្លាតទាំងការគិតសកម្មភាពរបស់គាត់រាល់ថ្ងៃអញ្ចឹងណាបងប្អូន